នៅពេលដែលយើងក្រពិភពលោកនេះគឺគ្មានយុត្តិធម៌សម្រាប់យើងការពិតគឺគ្មានយុត្តិធម៌ទេមិនថាបងប្អូនទាំងអស់គ្នាទៅរស់នៅកន្លែងណាក៏ដោយយុត្តិធម៌វាមានតែប៉ុណ្្នឹងសម្រាប់យើងនៅក្នុងកលៈទេសៈបែបហ្នឹងបើយើងចង់ខ្លាំងមានយុត្តិធម៌តោះតែយើងខ្លាំងណាស់ដើម្បីទទួលបានយុត្តិធម៌ខ្ញុំឃើញទឹកមុខគាត់ទឹកមុខបងប្អូនទាំងអស់គ្នាមនុស្សរែកពុនដោយវិបត្តិខ្ញុំគិតថាមនុស្សដែលរែកទុកដោយវិបត្តិវាជាជំងឺមួយដ៏រ៉ាំរ៉ៃហើយពិបាកព្យាបាលមែនទែនហើយខ្ញុំឃើញគាត់ហើយខ្ញុំនឹកឃើញថាទម្រាំតែគាត់មកដល់ថ្ងៃហ្នឹងគាត់សម្រេចចិត្តចូលវត្តហូបបាយវត្តហើយគាត់អត់មាត់កអីនេះមិនដឹងថាសម្ពាធនៅក្នុងចិត្តផងគាត់បែបណាហើយខ្ញុំគិតថាបើសិនជាបងប្អូនទាំងអស់គ្នាបានយល់ពីបេះដូងរបស់គាត់គ្រាន់តែហូបដើម្បីរស់បន្តទៅទៀតគាត់អត់ចង់ស្លាប់ហើយគាត់ចង់មានសេរីភាពទាំងដែលមនុស្សម្នាក់អត់ខ្វល់ពីសំបីតែអនាគតរបស់ខ្លួនឯងបងប្អូនខ្លួនឯងនៅទីណាគាត់តែចង់ហូបមករស់ខ្ញុំគិតថាលូកដៃចាប់ប្រគៀននឹងចេញរួចឯងចនណៃនៅពេលដែលចនណៃបានមើលវីដេអូនេះហើយយើងមើលទៅសារភាពរបស់គាត់គឺអាចថាគាត់អត់មានទីលំនៅជាក់ស្ដែងទេគាត់អាចទៅសុំបាយវត្តហើយយើងនៅវត្តពេកឃើញច្រើនមែនទែនករណីហ្នឹងចំពោះករណីដែលឃើញគាត់មកហូបហើយចាប់ប្រគៀនចេញពីចានផងគាត់នេះចំពោះចនណៃផ្ទាល់តែចនណៃមានអារម្មណ៍មិនដែរសម្រាប់អូនដោយតបងនិយាយចឹងគ្រាន់តែមើលឃើញភ្លាមហ្មងគឺយើងមើលឃើញហើយថាគាត់ប្រហែលជាមិនដែលបានញ៉ាំរបស់ឆ្ងាញ់បែបហ្នឹងណាចាប៉ុន្តែតាមរូបភាពដែលបង្ហាញត្រឹមតែមួយជ្រុងហើយតាមដែលអ្នកដែលគាត់និយាយគាត់ថាមានស្ត្រីចំណាស់ម្នាក់ដែលចាប់ដកចេញចឹងអូនមើលទៅលើទឹកមុខថាមូលហេតុអីដែលគាត់មិននិយាយស្ដីគាត់ត្រឹមតែមើលអាចនឹងស្ត្រីចំណាស់នោះតាមទស្សនៈអូនណានិយាយខុសត្រូវក៏ឲ្យព្រោះយើងអាចបានឃើញផ្ទាល់ប៉ាត់ប្រហែលជាគាត់មិននិយាយស្ដីមិនអីប្រហែលជាគាត់មើលឃើញថាស្ត្រីចំណាស់នោះប្រហែលជាអ្នកដែលលំបាកជាងគាត់ឬក៏មនុស្សដែលចាស់ដែលត្រូវការឃ្លានជាងគាត់ទៀតអានេះដែលអូនមើលឃើញអញ្ចឹងទៅគាត់សុខចិត្តមើលឃើញហើយគឺគាត់មិនមាត់អីទាំងអស់ចានេះទស្សនៈបងអូននិយាយខុសត្រូវអីអូនអធិស្ឋានចាបាទហើយចំពោះអារម្មណ៍របស់ចនណៃផ្ទាល់បើសិនជាចនណៃឃើញអញ្ចឹងចនណៃមាននិយាយពីអារម្មណ៍ផ្ទាល់ហ្មងចនណៃចង់និយាយអីផ្ញើសារទៅបងប្អូនអរគ្នាបើសម្រាប់ខ្ញុំទី1ខ្ញុំចង់ឲ្យបងប្អូនដែលតែងតែប្រើបណ្ដាញសង្គមចាមិនថា Facebook Page TikTok អីផ្សេងៗក៏ដោយចង់ឲ្យបងប្អូនទាំងអស់គ្នាកុំចូលចិត្តកាត់សេចក្តីទៅលើរូបភាពដែលយើងបានឃើញតែមួយជ្រុងហើយខ្ញុំនិយាយនេះក៏ខ្ញុំអត់បានទៅកាន់ជើងខាងណាដោយសារយើងឃើញកន្លងមកគាត់តែងតែកាត់សេចក្តីទៅលើការឃើញតែមួយជ្រុងឬបែបណាខ្ញុំនិយាយនេះមិនថាខ្ញុំអត់អាណិតបងប្រុសទេគឺខ្ញុំអាណិតបងខ្ញុំគ្រាន់តែឃើញភ្លាមខ្ញុំក្តុកក្តួលមែនតើឃើញថាតាមការរៀបរាប់មកគឺគាត់ដូចអត់អាហារអត់ដែលបានញ៉ាំរបស់ឆ្ងាញ់ហើយគាត់មកហូបបាយវត្តហើយសំបីតាប្រគានៅក្នុងនឹងមាន2គ្រាប់ត្រូវគេដកចេញទៅទៀត Yes ប៉ុន្តែខ្ញុំកាត់សេចក្តីទៅលើកែវភ្នែករបស់គាត់ទី1ខ្ញុំសរសើរខ្ញុំសរសើរត្រង់ថាទោះបីជាអ្វីដែលខ្ញុំគិតនេះខុសពីការពិតក៏ដោយតែខ្ញុំសរសើរទៅលើភាពចេះដឹងរបស់គាត់ការអត់ធ្មត់របស់គាត់ដែលគាត់មិនបង្ហាញអាការៈអីទាំងអស់បើតាមចិត្តខ្ញុំតែខ្ញុំនិយាយទៀតខ្ញុំគិតថាការគិតរបស់គាត់គាត់គិតថាអ្នកដែលលូកយកចេញពីគាត់ទៅនោះប្រហែលជាត្រូវការឬឃ្លានជាងគាត់ទៀតនេះអ្វីបងប្អូនគិតឃើញចាចាចំពោះពេជ្រវិញពេជ្រមានអារម្មណ៍មិនដែរសម្រាប់ខ្ញុំមានអារម្មណ៍ថាចម្លែកហើយក៏ចម្លែកក្នុងចិត្តខ្លាំងដែរដោយសារតែការពីជំនាន់យើងទៅបួសជាពីច្រើនចង្ហាន់តែគេប្រគេនយកមកដាក់នៅវត្តពីច្រើនឆាមីសួរបាទខបាទពីច្រើនមានតែប៉ុណ្្នឹងពីច្រើនវល់ជុំមីសួរខចាប់ចាយតាំងហ៊ុនបាទដល់ពេលមកឃើញបកងនិយាយរឿងលក្ខណៈភ្ញាក់ផ្អើលដែរចង់ចូលទៅសាច់រឿងវិញទី1ដឹងថាមនុស្សយើងមិនថាថៃអីមិនថាអ្នកដែលធ្វើការពេលដែលចេញពីធ្វើការហត់ក្តីសុខបំផុតរបស់មនុស្សគឺអាចញ៉ាំអាហារណាដែលឆ្ងាញ់ហើយកំពុងតែចង់បានអាហារហ្នឹងមិនឯងចេញទៅហាងឆ្ងាយប៉ុណ្ណាក៏ដោយតែសុខចិត្តជីកគឺដើម្បីបានអាហារឆ្ងាញ់វាជាក្តីសុខមែនទែននៅពេលដែលដាក់ចូលមាត់ហើយប៉ះចំអាហារដែលយើងចង់ញ៉ាំមែនទែនចុះតម្រាំតែអ៊ំចាស់ម្នាក់ដែលគាត់ប្រហែលជាអ្នកសុំទានតាមមើលវីដេអូហ្នឹងគាត់មិនដែលបានស្គាល់អ្វីមកទោះទៅចុះខ្ញុំហ៊ានវិនិច្ឆ័យថាគាត់អត់ដែលបានហូបរបស់ឆ្ងាញ់អញ្ចឹងឯងព្រោះបកង1គីឡូក៏វាថ្លៃដែរហើយគណៈដែលជីវភាពគាត់ប៉ុណ្ណឹងហើយគិតថាជាឱកាសមួយដែលគាត់បានភ្លក់អ្វីដែលជាអាហារក្តីសុខរបស់គាត់ហើយតែដល់ពេលយើងអត់ដឹងថាស្ថានភាពមិនបានគេទៅយកជាតិបកងចេញយើងអត់ច្បាស់ពីរឿងរ៉ាវទាំងអស់ហ្នឹងឯងតែពីខ្ញុំទៅទង្វើហ្នឹងវាហាក់ដូចជារៀងអាចថាចូលលក្ខណៈរើសអើងបន្តិចពីខ្ញុំទៅណាខ្ញុំមិនដឹងថាគាត់ចាប់យកទៅឲ្យណាគេឬក៏ចាប់ឲ្យចៅគាត់ផ្សេងទៀតឬក៏អីចឹងណាតែការធ្វើបែបហ្នឹងមកហូបនៅតុកសំខាន់បំផុតបើតុកទាំងមួយអីតែនេះគឺនៅក្នុងចានតែគាត់កំពុងតែហូបបាទអញ្ចឹងវាដូចជាអាក្រក់មើលខ្លាំងពេកពីខ្ញុំទៅតែពេលខ្លះបើយើងគិតទៅម៉ាក់យាយដែលគាត់ដកចេញហ្នឹងពេលខ្លះក៏គាត់រៀងមិនបានគិតជួនកាលទៅគាត់គិតថាចៅគាត់ឬក៏ឲ្យអ្នកផ្សេងអីអញ្ចឹងណារៀងនេះអញ្ចឹងហ្នឹងពេលខ្លះគាត់មិនបានទៅរើសអើងគាត់មិនបានទៅដាក់គំនិតទុច្ចរិតឬក៏បន្ទោសផ្អាប់នៅពេលហ្នឹងទេគំនិតគាត់មិនអវិជ្ជមានពេកទេតែអាសកម្មភាពបន្តិចតិចណាវាអាចធ្វើនឹងប៉ះពាល់ដល់ផ្លូវចិត្តអ្នកដទៃអញ្ចឹងយើងអត់បានទៅរិះគន់ម៉ាក់យាយទេយើងគ្រាន់តែថាសកម្មភាពទាំងអស់ហ្នឹងពីពួកយើងទៅវាខុសឆ្គងបន្តិចអញ្ចឹងណានេះពីទស្សនៈខ្ញុំសូមសួរបងវិញមកចង់ដឹងពីបងវិញអរគុណច្រើនចន់ណៃហើយនឹងពេជ្រមែនតែក្នុងរូបភាពនេះយើងមើលជ្រុងណាក៏យើងមើលអត់ច្បាស់ដែរគាត់ថាគាត់ថតនៅក្នុងសកម្មភាពមួយដែលយើងមើលទៅគាត់មិនត្រឹមតែជាអ្នកដែលគួរអាណិតទេក៏ជាជនរងគ្រោះផងដែរជនរងគ្រោះនៅក្នុងសង្គមនេះមានន័យថាសូម្បីតែសិទ្ធិបរិភោគក្នុងមួយចានដែលខ្លួនឯងកំពុងហូបក៏អត់មានសិទ្ធិក្នុងការហូបបង្គាថែម
2ទៀតបានដែរទៅបានគេដកហូតទៅទៀតអ្វីដែលខ្ញុំមើលឃើញនៅក្នុងវីដេអូនេះគឺខ្ញុំអត់សម្គាល់រឿងបកាឬមិនបកាតាមពិតទៅមនុស្សអ្នកដែលអត់បាយពេកភាគច្រើនគេឲ្យហូបហ្នឹងហើយគាត់មិនដែលមានសិទ្ធិតវ៉ាដែរប៉ុន្តែអ្វីដែលខ្ញុំសង្កត់ធ្ងន់នោះគឺខ្ញុំឃើញទឹកមុខគាត់ទឹកមុខបងប្អូនអរគ្នាមនុស្សរែកពុនដោយវិបត្តិខ្ញុំគិតថាមនុស្សដែលរែកទុកដោយវិបត្តិវាជាជំងឺមួយដ៏រ៉ាំរ៉ៃហើយពិបាកព្យាបាលមែនទែនហើយខ្ញុំឃើញគាត់ហើយខ្ញុំនឹកឃើញថាទម្រាំតែគាត់មកដល់ថ្ងៃហ្នឹងគាត់សម្រេចចិត្តចូលវត្តហូបបាយវត្តហើយគាត់អត់មាត់កអីនេះមិនដឹងថាសម្ពាធនៅក្នុងចិត្តផងគាត់បែបណាហើយខ្ញុំគិតថាបើសិនជាបងប្អូនទាំងអស់គ្នាបានយល់ពីបេះដូងរបស់គាត់គ្រាន់តែហូបដើម្បីរស់បន្តទៅទៀតគាត់អត់ចង់ស្លាប់ហើយគាត់ចង់មានសេរីភាពដែលមនុស្សម្នាក់អត់ខ្វល់ពីសំបីតែអនាគតរបស់ខ្លួនឯងបងប្អូនខ្លួនឯងនៅទីណាគាត់តែចង់ហូបមករស់ខ្ញុំគិតថាលូកដៃចាប់ប្រគៀននឹងចេះរួចទេពីព្រោះមនុស្សនេះគឺមិនមែនហូបដើម្បីទៅធ្វើការរកលុយទេគឺដើម្បីរស់កំដរជីវិតតែប៉ុណ្្នឹងទេចា៎ហើយអ្វីដែលខ្ញុំសង្កត់ធ្ងន់មួយទៀតបងប្អូនអរគ្នានេះជាមេរៀនមួយដែលថានៅពេលដែលយើងអត់បងប្អូននៅពេលដែលយើងក្រពិភពលោកនេះគឺគ្មានយុត្តិធម៌សម្រាប់យើងការពិតគឺគ្មានយុត្តិធម៌ទេមិនថាបងប្អូនទាំងអស់គ្នាទៅរស់នៅកន្លែងណាក៏ដោយយុត្តិធម៌វាមានតែប៉ុណ្្នឹងសម្រាប់យើងនៅក្នុងកលៈទេសៈបែបហ្នឹងបើយើងចង់ខ្លាំងមានយុត្តិធម៌តើយើងខ្លាំងណាស់ដើម្បីទទួលបានយុត្តិធម៌ហើយមួយទៀតអ្វីដែលខ្ញុំសង្កត់ធ្ងន់បងប្អូនអរគ្នាយើងអាចធ្វើសមត្ថកម្មថាមនុស្សយើងមានអវយវៈរាងកាយពេលវេលាដូចគ្នាតែអ្វីដែលយើងខុសគឺបុណ្យនឹងការខ្សែគប់នៅពេលដែលយើងខ្សែគប់មិនល្អយើងគិតខុសបុណ្យយើងវាទៀបទៀតទៅពេកស្ថានភាពចុងក្រោយនៃជីវិតគឺបែបហ្នឹងប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនអរគ្នាធ្វើសមានចិត្តថាបើសិនជាមានឃើញគាត់អញ្ចឹងអីសម្រាប់អ្នកថតគឺសូមថតឲ្យមានជ្រុងទលាយដើម្បីឲ្យយើងងាយនឹងវិនិច្ឆ័យជៀសវាងអ៊ំស្រីគាត់ឲ្យបាយហូបរាល់ថ្ងៃឧទាហរណ៍ស្រាប់តែពេលហ្នឹងអូបងប្រុសហ្នឹងក៏អត់ចេះហូបបកាអីទៅទុកបកាហ្នឹងក៏មានអារម្មណ៍ថាវាស្ដាយដែរមានព្រោះណាកាលណាបើគាត់ហូបហើយសំណល់ដែលសល់ពីគាត់ហ្នឹងគឺលេងមានអ្នកហូបតទៀតហើយខ្ញុំណៃទាំងយើងទាំងគេអញ្ចឹងខ្ញុំគិតថាបើគាត់ដកចេញយកឲ្យចៅគាត់ឬអ្នកផ្សេងក៏ម្យ៉ាងដែរអានេះបើសុំចិត្តអ្នកថតហ្នឹងក៏ថតឲ្យគ្រប់ជ្រុងទៅស្រួលអ្នកដែលវិនិច្ឆ័យហ្នឹងក៏វិនិច្ឆ័យអញ្ចឹងណាហើយមួយទៀតខ្ញុំសូមចេញជាអារម្មណ៍របស់ខ្ញុំចុះខ្ញុំមានអារម្មណ៍ថាអាណិតគាត់ខ្លាំងមែនទែនខ្ញុំយល់ពីអារម្មណ៍មួយថាមនុស្សដែលមានសម្ពាធផ្លូវចិត្តបងប្អូនអរគ្នាវាក្រសំបីតែពាក្យតវ៉ាវាអត់ដឹងនិយាយមួយគេថាម៉េចទេនៅពេលដែលយើងមានសម្ពាធច្រើនណាស់សំបីតែមិត្តភ័ក្តិក៏ដោយបងក៏ដោយយើងត្រូវ 100% ក៏យើងអត់ចង់តវ៉ាដែរសុខចិត្តខុសមួយជីវិតតែម្ដងស្លាប់ទៅជាមួយនឹងពាក្យថាខុសតែហ្មងអានេះជាចំពោះអ្វីដែលខ្ញុំមើលឃើញក្នុងវីដេអូហ្នឹងហើយខ្ញុំចង់ចែករំលែកតែប៉ុណ្្នឹងហើយអរគុណច្រើនមែនទែនសម្រាប់អរគុណបងចាអរគុណ